អឺសួស្តីបងប្អូនថ្នាក់ទី12ផ្នែកវិទ្យាសាស្ត្រពិតឥឡូវនេះយើងកែលំហាត់ត្រៀមប្រឡងបាក់ឌុបតទៀតអឺយើងនិយាយអំពីប្រូបាបបាទប្រូបាបតទៀតអញ្ចឹងយើងមើលលំហាត់យើងពាក់ព័ន្ធនឹងការបង្កើតចំនួនសម្ងាត់អញ្ចឹងនេះបងប្អូនមើលប្រធានទាំងអស់គ្នាតិចទៅមេវិជាការហ្នឹងគឺគាត់បានបង្កើតចំនួនសម្ងាត់ដែលមានលេខ3ខ្ទង់ហើយគាត់ថាលេខទាំង3ខ្ទង់ហ្នឹងខុសគ្នាដោយប្រើលេខក្នុងចំណោមពីលេខ1ដល់លេខ9បាទអញ្ចឹងបើបង្កើត3ខ្ទង់ខុសគ្នាក្នុងចំណោមពី1ដល់9ទី1គេសួរតើមេបញ្ជាការហ្នឹងបង្កើតចំនួនសម្ងាត់ទាំងអស់បានប្រមាណរបៀបខុសគ្នាទី2មេបញ្ជាការបានជ្រើសរើសចំនួនសម្ងាត់មួយដោយចៃដន្យដើម្បីប្រើក្នុងពេលចេញធ្វើប្រតិបត្តិការសឹកហើយគេឲ្យរកប្រូបាបនៃព្រឹត្តិការណ៍រកប្រូបាបនៃព្រឹត្តិការណ៍ A ចំនួនសម្ងាត់ជាចំនួនគត់គូ B ចំនួនសម្ងាត់ជាចំនួនគត់សេសឥឡូវយើងមើលដំណោះស្រាយជាមួយគ្រូគ្រូសុំណែនាំបន្តិចពេលប្រឡងយើងសរសេរបំរាប់ផងណាបំរាប់យើងសរសេរស្រង់ប្រធានខ្លីៗមកអាហ្នឹងក៏បានបន្ទុកទៅលើបំរាប់ដែរឥឡូវខ្ញុំដាក់យកហ្មងគឺទី1រកចំនួនរបៀបដែលមេវិជ្ជាការអាចបង្កើតបានអញ្ចឹងបំរាប់នេះខ្ញុំដាក់នៅក្នុងហ្នឹងហើយការបង្កើតចំនួនដែលមានលេខ3ខ្ទង់ខុសគ្នាហ្នឹងដោយយកចេញពីលេខ1ដល់លេខ9បាទយកចេញពីលេខ1ដល់លេខ9អញ្ចឹងនេះគឺជាការណែនាំឯងមានន័យថាជាចម្លាស់បាទខ្ញុំសូមឲ្យយើងលុបនេះចេញតិចមិនបន្សំជាចម្លាស់ព្រោះយើងគិតលំដាប់ដាក់ចម្លាស់ជាចម្លាស់នៃ9ធាតុយកចេញពី3ធាតុបាទចម្លាស់នៃ9ធាតុយកចេញពី3ធាតុបាទអញ្ចឹងតាមរូបមន្តយើងគឺកាលណាគេប្រាប់ថា3ខ្ទង់នឹងខុសគ្នាយើងប្រើរូបមន្តចម្លាស់គឺ Pn យក3ធាតុមកយើងស្មើ n ហ្វាក់តូរីយ៉ែនៅលើ n ដក air បាទយក air ធាតុបាទ n យក air អញ្ចឹងយើងបានក្នុងចំណោមពីលេខ1ដល់លេខ9គឺមាន9លេខហើយយើងបង្កើតហ្នឹងគឺ3ខ្ទង់ខុសគ្នាអញ្ចឹងស្មើ9 factorial នៅលើ9ដក3ស្មើ3 factorial ហើយយើងពលាតអា9 fact នេះមកហើយបាទទូទាត់ទៅយើងឃើញ9គុណ8គុណ7អាហ្នឹងបងប្អូនវិភាគតាមគោលការណ៍របបនោះក៏បានដែរតាមគោលការណ៍របបយើងនិយាយចេះមាន3ខ្ទង់អញ្ចឹងខ្ទង់បើយើងចេញពីណាទៅមុនក៏បានដែរបើសិនតែខ្ទង់រាយនេះមាន9ជម្រើសហើយចំនួនសម្ងាត់បន្ទាប់ទៀតខ្ទង់បន្ទាប់ទៀតគឺលេខចំនួនសម្ងាត់ហ្នឹងមានលេខខុសគ្នាអញ្ចឹងអាខ្ទង់បន្ទាប់ទៀតមាន8ជម្រើសហើយស៊ីដាច់អស់2លេខចាអានេះសល់តែ7ជម្រើសទេហើយយើងយកវាគុណគ្នាទៅតាមគោលការណ៍របបយកគុណទៅបាន9គុណ8គុណ7ដែរទេគុណប្រើតាមហ្នឹងក៏បានដែរណាអត់អីទេចឹងមេបញ្ជាការហ្នឹងគាត់បង្កើតបានចំនួនសម្ងាត់ចំនួននេះ504របៀបចឹងទី2យើងរកប្រូបាបនៃព្រឹត្តិការណ៍ចឹងរកប្រូបាបនៃព្រឹត្តិការណ៍ A ចំនួនសម្ងាត់ជាចំនួនគត់គូចឹងដើម្បីឲ្យចំនួនសម្ងាត់ជាចំនួនគត់គូអានេះជាការណែនាំបាទពេលប្រឡងបើយើងច្បាស់យើងអាចប្រាប់គេទៅក៏មិនខុសដែរហើយបើយើងមិនសូវប៉ិនទេទៅសេយកមកបាទអញ្ចឹងខ្ញុំណែនាំដើម្បីឲ្យចំនួននោះជាចំនួនគត់គូមានន័យថាលេខខ្ទង់រាយត្រូវតែជាលេខគូអញ្ចឹងអាខ្ទង់ខាងរាយនេះវាត្រូវតែជាលេខគូព្រោះលេខដែលចែកចំនួនដែលចែកដាច់នឹង2អញ្ចឹងខ្ទង់រាយខ្ទង់ខាងចុងខ្ទង់ខាងចុងមានន័យថានេះ3ខ្ទង់ហ្នឹងហើយ
3ខ្ទង់ហ្នឹងគឺអាចលេខ2អាចលេខ4អាចលេខ6អាចលេខ8បាទគឺមានតែ4លេខហ្នឹងទេដែលមានសិទ្ធនៅខ្ទង់រាយបាទគឺមាន4ជម្រើសណាមាន4ជម្រើសមាន4ជម្រើសអញ្ចឹងនេះខ្ទង់រាយមាន4ជម្រើសអញ្ចឹងលេខខ្ទង់ទាំងអស់ហ្នឹងខុសគ្នាបើមានលេខណាមួយនៅខ្ទង់រាយហើយគឺខ្ទង់បន្ទាប់ទៀតអត់មានលេខច្រំដែលទេអញ្ចឹងខ្ទង់បន្ទាប់ទៀតគឺមានតែ8ជម្រើសទេហើយខ្ទង់នេះគឺមាន7ជម្រើសបាទអញ្ចឹងតាមគោលការណ៍ច្បាប់គឺចំនួនករណីស្របគឺ n នៃ a យកវាគុណគ្នាមកយកបាទ8គុណនឹង7គុណនឹង4បាទអានេះបងណាសេលេខវិសកលដែរទៅណាសួរមើលអញ្ចឹងគេបានប្រូបាបនៃព្រឹត្តិការណ៍គឺ P នៃ A ស្មើ NA លើ NS អញ្ចឹង NA យើងស្មើនឹង NA ស្មើ224ចំនួនចូលមកចំណែក NS យើង504ហើយក្នុងនេះយើងអាចសម្រួលបានណាអ្វីដែលត្រូវសម្រួលគឺ7ជាមួយនឹង8 7មួយ8សម្រួលបានណាអញ្ចឹងស្មើនឹង4លើ9យើងមើលរកប្រូបាបនៃព្រឹត្តិការណ៍ B រកប្រូបាបនៃព្រឹត្តិការណ៍ B គឺចំនួនសម្ងាត់ជាចំនួនកុដសេសបាទ B ហ្នឹងចង់ឲ្យចំនួនសម្ងាត់ជាចំនួនកុដសេសអានេះចំនួនសម្ងាត់ជាចំនួនកុដសេសតរខាងចុងជាលេខសេសយើងប្រើអញ្ចឹងក៏បានឬក៏យើងនេះយើងប្រើព្រឹត្តិការណ៍ផ្ទុយមកទៅចឹងព្រឹត្តិការណ៍ផ្ទុយដោយសារចំនួនសម្ងាត់ហ្នឹងអាចជាចំនួនកុដគូឬជាចំនួនកុដសេសអញ្ចឹងនាំឲ្យ A ហើយនឹង B ជាព្រឹត្តិការណ៍បំពេញគ្នានេះដោយសារចំនួនសម្ងាត់ហ្នឹងអាចគូឬសេសបាទអញ្ចឹងព្រឹត្តិការណ៍ពីរបំពេញគ្នាមានន័យថាអញ្ចេះមានន័យថាព្រឹត្តិការណ៍ពីរហ្នឹងផ្ទុយគ្នាបាទផ្ទុយគ្នាក៏បានយើងហៅថាបំពេញគ្នាក៏បានអញ្ចឹងបើវាផ្ទុយគ្នាមានន័យថាយើងទាញបានប្រូបាបនៃព្រឹត្តិការណ៍ A បូកប្រូបាបនៃព្រឹត្តិការណ៍ B ហ្នឹងគឺស្មើ1ចឹងបងទាញយក P នៃ B ដែរនេះទាញយក P នៃ B មកស្មើប៉ុណ្នេះស្មើ1ដកប្រូបាប A ហើយចំណាយប្រូបាប A យើងបានធ្វើរួចហើយឃើញ4លើ9ចំនួនចូលមកឃើញ5លើ9 5លើ9ចឹងគ្រូមានប៉ុណ្ណឹងសម្រាប់ឲ្យយើងត្រៀមប្រឡងបាក់ឌុបហើយសិស្សភាគច្រើនគឺអត់សូវច្បាស់នឹងប្រូបាបចម្លាស់ទេតែអាចចេញភាគច្រើនមិនសមហើយយើងក្នុងនេះយើងត្រូវចេះទាំងពីរហើយចេះទាំងមិនសមទាំងចម្លាស់ដោយសារវាអត់ទៀងអាចចេញពីរហ្នឹងមិនដឹងចេញមួយណាហើយចុងក្រោយបងប្អូនកុំភ្លេចជួយ follow Facebook គ្រូម្នាក់មួយផងបាទដើម្បីទទួលបានលំហាត់ថ្មីរាល់ថ្ងៃបន្តទៀតបាទសូមអរគុណ